ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាការដាំដំណាំស្ពៃតឿនិងស្ពៃចង្កឹះនេះស្ពៃចង្កឹះបាទពុកម៉ែបងប្អូនស្ពៃចង្កឹះបាទហើយនេះស្ពៃតឿការដាំដំណាំរបស់ហើយពុកម៉ែបងប្អូននៅខាងស្រុកកូរ៉េគាត់ដាំនៅក្នុងផ្ទះគាត់ផ្ទាល់បាទនេះផ្ទះគាត់បាទហើយគាត់ដាំជាស្ពៃចង្កឹះមួយជួរនេះស្ពៃតឿហើយគាត់ដាំមើលខ្ញុំរាប់ពីជួរឲ្យ2 4 6 7ជួរពុកម៉ែបងប្អូនដល់លបងនោះហើយគាត់ដាំដំណាំបែបនេះវាល្អម្យ៉ាងសម្រាប់ហើយគាត់បានប្រាក់ចំណូលសម្រាប់គាត់ក្រុមគ្រួសារមួយហើយជាពិសេសបានហូបបន្លែធម្មជាតិរបស់គាត់ដោយធ្វើដោយផ្ទាល់ដៃរបស់គាត់មួយទៀតបាទហើយនេះឥឡូវខ្ញុំជិះកង់ទៅជូនពុកម៉ែបងប្អូនមើលស្ពៃចង្កឹះធំហ្នឹងបាទគឺស្ពៃតឿវាទៅលូតលាស់បានហើយនៅស្ពៃចង្កឹះបាទស្ពៃចង្កឹះវាលូតលាស់បានល្អហើយនៅទៅប្រឡោះហើយនេះគាត់ដកប្រហែលអស់តែអដែលហើយមកជួវាហើយគាត់ដាំដំណាំល្អពុកម៉ែបងប្អូនដាំបានល្អហើយវីដេអូនេះចេញទៅមានកន្លែងណាខុសឆ្គងខ្ញុំបាទសូមខន្តីអភ័យទោសពុកម៉ែបងប្អូនទាំងអស់គ្នាផងបាទខ្ញុំគ្រាន់តែចង់ផ្តិតយករូបឲ្យភាពក្នុងវីដេអូផ្សេងដែលនៅតំបន់ខ្ញុំចែកជូនពុកម៉ែបងប្អូនមើលហើយបើពុកម៉ែបងប្អូនអ្នកនៅក្រៅស្រុកនិងក្នុងស្រុកបានឃើញវីដេអូនេះកុំភ្លេច like share មួយផងបាទឥឡូវខ្ញុំឲ្យពុកម៉ែបងប្អូនមើលវីដេអូផ្ទាល់មើលសំឡេងធម្មជាតិផ្ទាល់ខ្ញុំជើងនិយាយរឿងឈឺកបន្តិចបាទដីគាត់រៀងនៅច្រើនដែរពុកម៉ែបងប្អូននោះគាត់ឆាយសម្រាប់ដឹងគាត់ធ្វើដំណាំអីទៀតបាទហើយដំណាំនេះគាត់ធ្វើគាត់បានប្រាក់ចំណូលពីវាខ្លះសម្រាប់គាត់គង់គ្រួសារដែរពុកម៉ែបងប្អូននោះអាចគោសម្រាប់គាត់យកមកដាក់ថែមពុកម៉ែបងប្អូនសម្រាប់ធ្វើដាក់ដីកន្លែងជួនេះទៀតបាទតែគាត់មានដំណាំដូចជាក្រូចអីដែរពុកម៉ែបងប្អូនក្រូចស្មាលដែរហ្នឹងបាទនេះស្ពៃនៅស្ពៃចង្កឹះបាទពុកម៉ែបងប្អូននេះកន្លែងនេះចាំซูមឲ្យស្ពៃចង្កឹះដល់ពេលនេះស្ពៃតឿនេះស្ពៃតឿដែរហើយពេលនោះស្ពៃចង្កឹះវិញបាទវីដេអូនោះមិនប៉ុណ្្នឹងបាទពុកម៉ែបងប្អូន